សួស្តីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងការបង្កើតប្លង់តុអញ្ចឹងដើម្បីបង្កើតប្លង់តុបានលោកគ្រូអ្នកគ្រូបើកកម្មវិធីសម្រាប់គ្រូបន្ទុកថ្នាក់យើងនឹងមកហើយចូលទៅកន្លែងរដ្ឋបាលថ្នាក់ហើយលោកគ្រូអ្នកគ្រូចូលកន្លែងប្លង់តុហើយដែលលោកគ្រូធ្វើទី1គឺទាក់ទងនឹងតុគ្រូលោកគ្រូអាចកំណត់បានថានៅផ្នែកខាងស្ដាំឬក៏ខាងឆ្វេងបាទអញ្ចឹងលោកគ្រូអាចកំណត់បានជួរទី1ផ្នែកខាងនេះមានប្រមាណជួរឧទាហរណ៍មានតុ9ឬក៏7យើងអាចវាយលេខបញ្ចូលមកបាទហើយជួរទី2មានប្រមាណទៀតឧបមាថាមាន8បាទជួរទី3មាន8ហើយជួរទី4មាន8ឧទាហរណ៍បែបហ្នឹងហើយប្លង់តុនឹងរៀបមកបែបហ្នឹងបើសិនបើនៅផ្នែកខាងស្ដាំគ្រូត្រឡប់យកខាងស្ដាំនិងខាងឆ្វេងនេះតាមតម្រូវការជាក់ស្ដែងរបស់សាលាគ្រូហើយតើតូនទៅនៅថ្ងៃខែឆ្នាំនេះវានឹងចាប់យកស្វ័យប្រវត្តិពីកន្លែងព័ត៌មានរបស់លោកគ្រូអ្នកគ្រូ